ឥឡូវនេះហាងក្រុងកំពង់ឆ្នាំងវិញម្ដងបើសិនជាយុវជនក្រុងកំពង់ឆ្នាំងសុទ្ធចូលនោះនឹងឡើងទៅវគ្គ4ក្រុមចប់សពគ្រប់ត្រឹមនេះហើយមួយជើងត្រង់នេះចូលនេះគឺជាការប្រកួតរវាងក្រុងកំពង់ឆ្នាំងជាមួយនឹងស្រុកសាមគ្គីមីជ័យគឺពីរង្វាន់ថ្នាក់ខេត្តហើយនេះដំណើរមួយរបស់ខាងស្រុកសាមគ្គីមីជ័យគឺស្រុកខ្ញុំផ្ទាល់តែម្ដងនេះគឺជាបាល់កាត់សេចក្តី11ម៉ែត្រគឺដើម្បីយកមួយក្រុមឡើងទៅវគ្គ4ក្រុមចុងក្រោយហើយនេះគឺជាគ្រាប់ទី4ដំណើរមួយរបស់កីឡាករស្រុកសាមគ្គីមីជ័យលេខ8មួយបងប្រុសដើម្បីស្រុកយើងមួយកុំឲ្យសុទ្ធអត់ចូលស្មឹងស្មាតអារម្មណ៍ដាក់បាល់ចុះក្រោមបងប្រុសលេខ8ព្យាយាមស្មឹងស្មាតអារម្មណ៍មួយដើម្បីស្រុកសាមគ្គីមីជ័យ fan សាមគ្គីមីជ័យនឹងហូរឲ្យបងប្រុសមួយជើងត្រង់នេះអូយសោកស្ដាយមែនទែនសុទ្ធអត់ចូលទេលេខ8របស់ស្រុកសាមគ្គីមីជ័យចប់ហើយ5ជើងបានតែ4គ្រាប់ទេខាតមួយគ្រាប់ហើយឥឡូវនេះហាងក្រុងកំពង់ឆ្នាំងវិញម្ដងបើសិនជាយុវជនក្រុងកំពង់ឆ្នាំងសុទ្ធចូលនោះនឹងឡើងទៅវគ្គ4ក្រុមចប់សពគ្រប់ត្រឹមនេះហើយមួយជើងត្រង់នេះចូលរោគអ្នកឈ្នះទៅវគ្គបន្តឃើញហើយគឺខាងក្រុងកំពង់ឆ្នាំងលទ្ធផលគឺ5-4កំពង់ឆ្នាំង5ខាងស្រុកសាមគ្គីមីជ័យ4អូហូននេះអ្នកគ្រប់ត្រូលអាយ៉ាឌឺទៀតឲ្យឌឺសិនចុះបងប្រុសចាំមើលតាបាល់ផ្ទះខាងស្រុកសាមគ្គីមីជ័យនឹងស៊ីវិញអាយ៉ាឌឺដងដាក់ខាង fan ស្រុកសាមគ្គីមីជ័យអត់អីទេបងប្រុសទម្លាក់បាល់ទាត់នៅមានបាល់ផ្ទះទៀតហើយនេះ fan របស់ក្រុងកំពង់ឆ្នាំងច្រើនមែនទែនអូហូយហើយក៏អរគុណបងប្អូនប្រិមិត្តដែលទៅ live បាល់ផ្ទាល់នៅទីលានក្រុងកំពង់ឆ្នាំងផ្ទាល់អរគុណច្រើនអរគុណបងប្អូនប្រិមិត្តដែលនិយមតាមដានស្នេហាវិស័យកីឡាសូមអរគុណសូមជម្រាបលា